បងទាំងអស់គ្នាតាក់ទងជាមួយនឹងຂະຫນាតกระดาษមួយនេះធ្វើមិនដើម្បីឲ្យវាចេញមកពេញຂະຫນាតល្អអញ្ចឹងជំហានដំបូងគឺយើងចូលមកកន្លែង search នៃ Windows បន្តមកទៀតរកពាក្យថា printer and scanner បន្តមកទៀតរកឈ្មោះម៉ាស៊ីន print របស់យើង label printer ដោយសារតែខ្ញុំបាន set up driver របស់ម៉ាស៊ីន print មួយហ្នឹងហើយដាក់ឈ្មោះវាជាឈ្មោះថា label printer បន្តមកយើងចូលយកម៉ានេកនៅពេលដែលចេញជាទាំងមួយហ្នឹងយើងយកពាក្យថា print preference យើងយកពាក្យថា print preference ហ្នឹងហើយវានឹង pop up មួយទៀតវាមាន3 tab 5 tab sorry យើងអត់យក layout យើងអត់យក paper នេះទេគឺយើងយកកណ្ដាលគេនេះដែលវាបញ្ជាក់ថា page setting នៅក្នុង page setting ហ្នឹងយើងអាចចូលទៅ new ដើម្បីបង្កើតຂະຫນាតថ្មីឬក៏ខ្ញុំចូលយក edit ដើម្បី edit ទៅលើ existing ຂະຫນាតដែលខ្ញុំបានបង្កើតហើយអានេះសិតតែຂະຫນាតដែលខ្ញុំទិញទៅបង្កើតហើយខ្ញុំឧទាហរណ៍ថាខ្ញុំ select យកកណ្ដាលមួយនេះចុះព្រោះខ្ញុំយកຂະຫນាត80គុណនឹង100ដោយសារតែខ្ញុំយកបន្ទាត់យកមករស់មកគឺຂະຫນាតរបស់វាមកកាត់80អានេះបដោយរបស់វាគឺ100អញ្ចឹងខ្ញុំសាកលបង edit វាដើម្បីឃើញតម្រងមួយហ្នឹងនៅពេលដែលយើងចុចលើ new ក៏វាចេញអញ្ចឹងមកដែរវាឲ្យយើងដាក់ឈ្មោះយើងជ្រើសរើសជាប្រភេទ label ហ្នឹងហើយវិធី hide របស់វាគឺយើងត្រូវដាក់ຂະຫນាតឲ្យត្រឹមត្រូវតាមຂະຫນាតនៃกระดาษរបស់យើងហើយមួយទៀត leftហើយ right យើងយក0មកដើម្បីកុំឲ្យវាមានជាប់ margin អីផ្សេងៗទៀតបន្ទាប់មកយើងចុចលើប៊ូតុង OK ចុច apply យក OK ប៉ុណ្ណឹងគឺຂະຫນាតរបស់យើងបាន set up ហើយវានឹង load pop up ចូលទៅអាកន្លែង print preview ដែលពេលដែលយើងចុច control P ហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍នៅក្នុង Word នេះអានេះ file Word របស់ខ្ញុំខ្ញុំចុចបើកវាមកបន្ទាប់មកទៀតខ្ញុំបើក keyboard ខ្ញុំចុចលើ control អក្សរ P វា pop up អាកន្លែង print preview ហ្នឹងមកហើយខ្ញុំជ្រើសរើសຂະຫນាតនេះគឺជាຂະຫນាតដែលខ្ញុំទើបតែបង្កើតក្រោយ new 80គុណនឹង100ហ្នឹងខ្ញុំចុចយកអាហ្នឹងបន្ទាប់មកទៀតខ្ញុំចុចលើ print តែខ្ញុំអាចចុចលើប៊ូតុង print បាននៅពេលខ្ញុំចុច print กระดาษនេះនឹង print ចេញទៅអ្វីដែលខ្ញុំបានកំណត់អញ្ចឹងអក្សរចេញពី file Word នេះហើយវាຂະຫນាត8 100ហ្នឹងហ្មងប៉ុនកระดาษហ្នឹងហ្មង